ដោយសារតែនៅខ្មែរពិបាកហើយរៀងខ្វះខាតអញ្ចឹងហើយក៏ចង់ឡើងមកចិនដើម្បីមានការងារធ្វើបានលុយជួយអ្នកផ្ទះនៅខ្មែរអីខ្លះអញ្ចឹងណាខ្ញុំចង់ប្រាប់បងប្អូនថាអញ្ចឹងពេលដែលយើងឡើងមកដល់ប្រទេសចិនណាមិនប្រកាសថាយើងអាចមានការងារធ្វើបានលុយយកទៅជួយអ្នកផ្ទះទេជាក់ស្ដែងដូចខ្ញុំនេះរាល់ថ្ងៃគឺអត់មានការងារធ្វើទេនៅផ្ទះមើលតែកូនខ្ញុំធ្លាប់តែឃើញបងគាត់ធ្វើវីដេអូចែកម្លែកមានអ្នកឆាតមកសួរនាំរឿងឡើងមកចិនតាមមេខ្យល់អីអញ្ចឹងណាពីម្សិលមិញហ្នឹងក៏មានបងស្រីម្នាក់គាត់បានឆាតមកសួរខ្ញុំដែរគាត់ប្រាប់ថាគាត់ចង់ឡើងមកចិនហើយគាត់ឡើងមកហ្នឹងគឺឡើងមកតាមមេខ្យល់ក៏ប៉ុន្តែគាត់អត់ទាន់ហ៊ានទេដោយសារតែខ្លាចឡើងមកចេះចុះអីអញ្ចឹងទៅហើយខ្ញុំក៏បានប្រាប់គាត់ថាយល់ល្អបើសិនជាឡើងមកគួរតែឡើងមកស្របច្បាប់មានឯកសារអីគ្រប់គ្រាន់ទៅវាងាយស្រួលជាងពេលហ្នឹងគាត់ក៏ឆ្លើយមកប្រាប់ខ្ញុំវិញថាដឹងធ្វើមិនទេបងអើយបើរឿងវាកើតឡើងអញ្ចឹងហើយនឹងហើយខ្ញុំនេះក៏អត់ហ៊ានទៅប្រខិតប្រខំអីគាត់ដែរដោយសារតែការសម្រេចចិត្តរបស់គាត់ទេគាត់ក៏ប្រាប់ខ្ញុំទៀតថាដោយសារតែមួយរយៈនេះគាត់ពិបាកខ្លាំងខ្វះខាតកូនឈឺដេកពេទ្យហើយអត់មានលុយ100នៅក្នុងខ្លួនទេប្រហែលជាគាត់គិតថាបើសិនជាគាត់បានឡើងមកចិនឡើងមកតាមមេខ្យល់ហ្នឹងមកដល់ចិនអាចមានការងារធ្វើរកប្រាក់ចំណូលជួយកូនជួយបងប្អូននៅខ្មែរបានអញ្ចឹងបងប្អូនដឹងស្រាប់ហើយប្រទេសចិនធំប្រជាជនគេច្រើនអញ្ចឹងហើយគេអត់សូវផ្ដល់ឱកាសការងារឲ្យយើងជាជនបរទេសនឹងធ្វើទេបើសិនជាធ្វើបានក៏ដោយកន្លែងដោយតំបន់ដែរនិយាយទៅដូចបងដែលគាត់ធ្លាប់ធ្វើវីដេអូចែកម្លែកអញ្ចឹងយើងឡើងមកតាមផ្លូវក្រោមអញ្ចឹងបងប្អូនទាំងអស់គ្នាដូចចាប់ឆ្នោតអញ្ចឹងមួយចានគោកមួយចានបើសិនជាយើងឡើងមកប៉ះចំតំបន់ណាដែលអាចមានការងារធ្វើឲ្យប៉ះចំគ្រួសារគេអ្នកល្អទៅអានឹងអត់អីទេក៏ប៉ុន្តែប៉ះខ្លាចតែមកដល់ហើយអត់មានការងារធ្វើអត់មានលុយជួយអ្នកផ្ទះគឺថាកាន់តែពិបាកទៀតខ្ញុំក៏អត់បានសួរគាត់បញ្ជាក់ដែរកាលពីម្សិលមិញហ្នឹងថាគាត់ចង់ឡើងមកតាមមេខ្យល់ហ្នឹងគេប្រាប់គាត់ថាមកធ្វើការឬមួយក៏មកយកគ្រួសារជាជនជាតិចិនអីអញ្ចឹងឡើយហ្នឹងខ្ញុំអត់បានសួរគាត់បញ្ជាក់ទេគាត់តែគាត់ប្រាប់ខ្ញុំថាដោយសារតែនៅខ្មែរពិបាកគាត់ខ្វះខាតអីអញ្ចឹងទៅក៏ប៉ុន្តែឡើងមកភាគច្រើនគឺគ្មានធ្វើការទេបងប្អូនអើយគឺដឹងតែនាំមកយកគ្រួសារចិនហ្នឹងហើយបងប្អូនដែលគាត់ធ្លាប់ឡើងមកចិនគឺដឹងហើយមុននឹងគាត់ឆាតសួរខ្ញុំហ្នឹងក៏គាត់បានឆាតទៅសួរបងផ្សេងទៀតច្រើនដែរនិយាយទៅគឺគាត់គិតគូរបានវែងឆ្ងាយដែរអញ្ចឹងណាមុននឹងគាត់សម្រេចចិត្តថាឡើងមកគឺគាត់សួរគេសួរឯងដែរហើយចម្លើយបងផ្សេងហ្នឹងក៏មិនខុសពីខ្ញុំអីហ្មងដែរបងប្អូននេះគឺដូចតែគ្នានឹងឯងខ្ញុំកាលពីឡើងមកដល់ចិនដំបងអត់មានការងារធ្វើហ្នឹងគឺខ្ញុំ stress ខ្លាំងមែនតើហ្មងបងប្អូននេះគិតអីក៏អត់ចាញ់ដែរហូបបាយក៏មិនបានដេកក៏មិនលក់ដែរនិយាយពីថាកាពះវិញធ្វើទុកណាអញ្ចឹងហើយព្រឹកឡើងគឺខ្ញុំអត់ដែរអត់ទេបងប្អូនគឺមកហូបជាមួយនឹងប្រូបាយអូតិចនេះមកកញ្ចប់សិនព្រោះដងខ្ញុំឆុងហូបជាមួយទឹកបងប្អូនក៏ប៉ុន្តែថ្ងៃនេះខ្ញុំអត់ចង់ឆុងជាមួយទឹកទេខ្ញុំកាត់កញ្ចប់ហើយយកវាមកអកអញ្ចឹងមកព្រោះជាប្រភេទម្សៅបែបនេះបងប្អូនបងប្អូនអ៊ំពូមីងណាខ្លះដែលមានបញ្ហាកាពះពោះវៀនអីគឺអាចសាកប្រើបានដោយសារតែខ្ញុំប្រើហើយគឺឃើញផលពិតហ្មងបងប្អូនណាឥឡូវនេះហូបបាយក៏បានដេកក៏លក់ស្រួលទៀតហើយមួយរយៈក្រោយនេះខ្ញុំរៀងឡើងសាច់ជាងមុនបន្តិចហើយបងប្អូនដោយសារតែយើងហូបបានហើយដេកលក់បកាពីមុនវិញគឺថាខ្ញុំស្គមខ្លាំងមែនតើយើងហូបអត់បានហើយគិតច្រើនដោយសារតែនៅនេះអត់មានការងារធ្វើហើយអ្នកផ្ទះយើងក៏ខ្វះខាតទៀតពេលដែលអ្នកផ្ទះទេមកម្ដងអីហ្នឹងគឺថាខ្ញុំអត់ចង់លើកទូរស័ព្ទទេពេលខ្លះម៉ែហើយយាយឈឺដេកពេទ្យគ្រាន់តែលុយ4-10ម៉ឺនផ្ញើទៅឲ្យគាត់ទិញអីហូបហ្នឹងក៏គ្មានដែរដោយសារតែប្តីខ្ញុំគាត់ធ្វើការតែម្នាក់ឯងទេហើយរ៉ាប់រងចំណាយកូនផងខ្ញុំផងអីអញ្ចឹងណាអញ្ចឹងហើយបើកមួយខែមកគឺថាទប់តែមួយខែទប់តែមួយរយៈក្រោយនេះទេគឺខ្ញុំរៀងគ្រាន់បើជាងមុនបន្តិចដោយសារតែខ្ញុំបានធ្វើវីដេអូធ្វើអីបន្ថែមអញ្ចឹងទៅអញ្ចឹងហើយបើសិនជាមានការងារអីធ្វើនៅខ្មែរបានប្រាក់ចំណូលរៀងគួរសមហើយបងប្អូនគួរតែធ្វើនៅខ្មែរសិនទៅហើយបងស្រីពីម្សិលមិញហ្នឹងក៏គាត់បានប្រាប់ខ្ញុំដែរថាគាត់អត់មកទេដោយសារតែឥឡូវគាត់ធ្វើតេស្តនៅខ្មែរជាប់ហើយអញ្ចឹងណាបានការងារធ្វើហើយណាមួយបាននៅចិត្តកូនព្រោះអីមើលតែគាត់កូននៅតូចដែរអញ្ចឹងឃើញគាត់ឆាតមកខ្ញុំអាណិតគាត់ដែរបងប្អូនហើយក៏ប៉ុន្តែខ្ញុំអត់អាចជួយអីគាត់បានទេដោយសារតែឥឡូវនេះខ្ញុំនៅពិបាកដែរអញ្ចឹងឥឡូវនេះគាត់ថាគាត់ធ្វើតេស្តនៅខ្មែរជាប់ហើយអញ្ចឹងគាត់អត់ឡើងមកទេតែបើសិនជាថ្ងៃក្រោយទៅគាត់ដូរព្រោះប្រាចិត្តមិនទៀតអានឹងក៏យើងអត់ដឹងដែរបងប្អូនព្រោះជាការសម្រេចចិត្តរបស់គាត់តែបើសម្រាប់ខ្ញុំវិញគិតថាបើសិនជាចង់ឡើងមកចិនអីគួរតែឡើងមកស្របច្បាប់ទៅបងប្អូនងាយស្រួលជាង